សូមស្វាគមន៍មកកាន់សារ៉ាត់ EDU សួស្តីក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបចាក់សោឯកសារនៅលើកម្មវិធី Word ទីមួយយើងចូលទៅលើ File ហើយយើងជ្រើសពាក្យថា Import ហើយយើងរើសពាក្យថា Project Document ចុចទៅលើសញ្ញាព្រួញចុះក្រោមនេះមកយើងឃើញជាផ្ទាំងនេះអញ្ចឹងផ្ទាំងនេះយើងយកពាក្យថា Encrypt with Password មានន័យថាសម្រាប់ចាក់ file ឯកសាររបស់យើងអញ្ចឹងយើងដាក់ password មក1 2 3អូខេជាងអានេះគេឲ្យយើងបញ្ជាក់ password មិញដែលយើងវាយនោះ1 2 3អូខេអញ្ចឹងឯកសាររបស់ខ្ញុំអត់បាន save ទេអញ្ចឹងខ្ញុំ save ដាក់នៅលើ desktop មួយមកចូល browser ទៅពី desktop ហើយ save អញ្ចឹងខ្ញុំខ្វែងចោលអញ្ចឹងខ្ញុំចូលទៅលើ file ដែលខ្ញុំបាន set ទៅលើនេះមិញមកវាឲ្យយើងចូលទៅឯកសាររបស់យើងទេដល់យើងបញ្ចូល password សិនឧទាហរណ៍ខ្ញុំវាយបញ្ចូល password ខុស1 2 3 4ខ្ញុំវាយលើស1ខ្ញុំជិះអូខេគេវាអត់ឲ្យទេអូខេវាឃើញជាផ្ទាំងបែបនេះមានន័យថាយើងចូលប្រើប្រាស់ទៅលើឯកសារមើលឯកសារយើងកែឯកសារបន្តទៀតក៏បានដែរជាងចុចទៅលើវាម្ដងទៀតហើយវាពាក្យ password ដែលត្រឹមត្រូវមក1 2 3យើងចុចអូខេជើងរបៀបដោះវិញយើងចូល file យកពាក្យថា import កន្លែងដដែលមកហើយគ្រាន់តែយើងលុបវាហើយយើងចុចអូខេហើយយើង save ទៅបានហើយអញ្ចឹងអានេះខ្ញុំបង្ហាញរបៀបចាក់file ឯកសារហើយមួយទៀតយើងចាក់តែឯកសារតែគេចូល file បានតែគេកែ delete អីក៏បានតែអញ្ចឹងយើងចូល file យកពាក្យថា import ហើយយកពាក្យថា project document ដដែលហើយយើងរើសក្រោម editing អញ្ចឹងថ្ងៃនេះគេឲ្យយើងរើស text យើង text ឲ្យអស់មកដើម្បីគេ everyone មានន័យថាអ្នកណាក៏មិនអាចកែបានទាំងអស់ដែរអញ្ចឹងយើងយកនេះដើម្បីដាក់ password 1 2 3ចូលអូខេហើយ save អញ្ចឹងពេលនេះយើងចង់វាយអីបន្ថែមក៏វាយអត់កើតដែរចង់ save ចង់លុប delete មិនក៏លុបអត់កើតដែរអញ្ចឹងដោយសារជាប់យើងជាប់ password បាត់ហើយអញ្ចឹងដើម្បីយើងចូលទៅដោះវិញយកពាក្យទៅក្រោមហើយយើងដោះ password មក1 2 3អញ្ចឹងយើងអាចកែ delete អីបានធម្មតាក្នុងវីដេអូនេះមានតែប៉ុណ្្នឹងហើយបាយបាយសូមអរគុណកុំភ្លេចជួយ subscribe និងរួចចុចសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីៗ